បាទកញ្ញាបាទកញ្ញាជំរឿអត់ល្អហ្នឹងសារអីដែលសាប់តែយើងអត់មានសាច់ខ្លែមឬក៏យ៉ាងម៉េចកញ្ញាมันប្រកាសថាមកពីរឿងអត់មានសាច់ខ្លែមនោះទេវិលជួបផ្សាយជាថ្មីជាមួយនឹងកម្មវិធីស្រុកស្រែតប៉ែរាល់ថ្ងៃបាទថ្ងៃនេះអត់មានវត្តមាននេះឆ្លូញទេបាទដោយសារតែគាត់បានប្រាប់ខ្ញុំថាគាត់ជាប់រវល់ទៅពេទ្យបាត់ហើយដោយសារតែគាត់ត្រូវឆ្លោះអេកូពិនិត្យមើលបញ្ហារុនគូតរបស់គាត់ដោយសារតែបញ្ហាកើតរបេងកាលពីប្រហែលថ្ងៃមុនបាទថ្ងៃនេះខ្ញុំក៏មិនបង្អន់យូរឲ្យពេលវេលាខាតដែរខ្ញុំនឹងមកជួបជាមួយនឹងបងប្អូនសាជាថ្មីក៏ប៉ុន្តែខ្ញុំក៏មាន partner ថ្មីដើម្បីណែនាំបងប្អូនទាំងគ្នាបានស្គាល់ដែរបងប្អូនទាំងគ្នាប្រហែលជាបានស្គាល់ហើយចំពោះកញ្ញាម្នាក់ហ្នឹងគឺកញ្ញាជីមីណាយអញ្ចឹងខ្ញុំនឹងនាំបងប្អូនទាំងគ្នាទៅសួរគាត់ពីសំណួរខ្លះៗបាទសួស្តីកញ្ញាជីមីណាយសួស្តីខ្ញុំជីមីណាបាទខ្ញុំចង់សួរកញ្ញាមួយចំនួនតាក់ទងទៅនឹងសំណួរខ្លះកញ្ញាបានកញ្ញាសួរមកខ្ញុំត្រៀមខ្លួនហើយបាទចង់សួរថាអ្នកដែលមានគូស្មើនឹងគេធ្វើស្អីគេកញ្ញាគូស្នេហ៍គេធ្វើអ្វីខ្លះអាស្រ័យលើពួកគេទាំងពីរនេះកញ្ញាកំណត់លើទេតនៈបំណងរបស់ពួកគេអូខេកញ្ញាអូខេខ្ញុំយល់អញ្ចឹងបើថាអ្នកមានគូនឹងគេធ្វើតាមចំណងចំណូលចិត្តទេតែគេចង់ធ្វើអីក៏បានដែរចុះចំពោះអ្នក single ស្មើនឹងគេធ្វើអីដែរកញ្ញាគឺអញ្ចឹងមែនហើយបាទកញ្ញាបាទកញ្ញាបាទឈប់សិនកញ្ញាឈប់ស្ដាប់ខ្ញុំសិនអញ្ចឹងបើសិនជាអ្នកដែលនៅ single អញ្ចឹងគិតចូលចិត្តធ្វើអីទំនេរអញ្ចឹងកញ្ញាអ្នកនៅលីគេចូលចិត្តធ្វើសកម្មភាពផ្សេងគ្នាណាឧទាហរណ៍ទៅរៀនជំនាញថ្មីធ្វើការងារកញ្ញាខ្ញុំចង់សួរកាត់កញ្ញាបន្តិចប៉ុន្តែនៅលីវខ្លះគាត់មិនទៅធ្វើសកម្មភាពអីផ្សេងគាត់បែរទៅជាផឹកទៅជាអីអញ្ចឹងកញ្ញាមិនដែរកញ្ញារឿងហ្នឹងជាការពិតណាស់ការសម្រាកលំហែដោយការផឹកស្រាមិនមែនជាជំរឿនល្អបំផុតនោះទេបាទកញ្ញាកញ្ញាជំរឿអត់ល្អហ្នឹងសារអីដែលសាប់តែយើងអត់មានសាច់ខ្លែមឬក៏យ៉ាងម៉េចកញ្ញាมันប្រកាសថាមកពីរឿងអត់មានសាច់ខ្លែមនោះទេការផឹកស្រាអាចប៉ះពាល់ដល់សុខភាពដែលបន្តបាទកញ្ញាបាទខ្ញុំយល់ប៉ុន្តែយើងអត់ប៊ីយេយើងពេលខ្លះយើង stress យើងអីចឹងកញ្ញាយើងគួរធ្វើយ៉ាងម៉េចកញ្ញាពេលដែលយើងមានអារម្មណ៍កាន់តឹងគឺសំខាន់ខ្លាំងណាស់អ្នកអាចសាកល្បងធ្វើសកម្មភាពដូចជាផឹកប៊ីយេហ្នឹងកញ្ញាផឹកប៊ីយេមែនដល់ពេលយើង stress រឿងតាមតែយើងផឹកប៊ីយេហ្នឹងតាមពិតទៅការផឹកស្រាតាមពិតទៅវាអាចមិនមែនជាដំណោះទន្ស្រារយៈវែងនោះទេអត់ទេមិនដំណោះវិញអីមួយផ្លែអាពេលយើងចង់ផឹកអញ្ចឹងកញ្ញាយើងគួរតែផឹកឬក៏យ៉ាងណាការផឹកស្រាពេលខ្លះអាចនាំមកនូវផលវិបាកជាច្រើនដល់សុខភាពបាទកញ្ញាបាទខ្ញុំយល់ប៉ុន្តែខ្ញុំចង់សួរកញ្ញាបន្ថែមទៀតតាអ្នក single ទូទៅគាត់តាមបាទខ្ញុំយល់ដូចគ្នាខ្ញុំយល់កញ្ញានិយាយហើយប៉ុន្តែខ្ញុំចង់សួរបន្ថែមទៀតបាទកញ្ញាបានឈប់កញ្ញាខ្ញុំស្ដាប់ខ្ញុំនិយាយសិនណាកុំទន់អាយញ៉ៃកញ្ញាខ្ញុំចង់សួរបន្ថែមទៀតថាចំពោះអ្នកដែលគាត់នៅ single កម្រិតធ្ងន់អញ្ចឹងគាត់អាចទៅសារមន្ទីរដើម្បីទៅតាំងតុកនទីហ្នឹងចាប់ពីអាយុ25ឆ្នាំឬ30អីបានទេកញ្ញាអ្នកនាលីគ្រប់ភេទគ្រប់អីអាចទៅទស្សនាសារមន្ទីរបានគ្រប់ពេលចុះគាត់អាចទៅនៅបានកញ្ញាបាទចង់ឲ្យគាត់ថាគាត់អាចទៅនៅតាំងនៅនឹងមកគាត់មិនបាច់មកវិញគាត់ទៅធ្វើបើថាបាទអ្នកអាចទៅទស្សនាសារមន្ទីរណូអត់ទេអត់ចង់បានអញ្ចឹងកញ្ញាចង់និយាយថាអ្នកដែល single ពិតប្រកបដោយថាកន្លងកញ្ចាស់អោងណាអញ្ចឹងចង់ឲ្យគាត់នៅសារមន្ទីរមកមិនបាច់ចាំមកវិញទេមិនដែរកញ្ញាអូខ្ញុំយល់ហើយអ្នកចង់មានន័យថាមនុស្សដែលនៅយូរពេកគួរតែរស់នៅក្នុងសារមន្ទីរមែនបាទតាមពីខ្ញុំយល់ពីចម្ងល់របស់អ្នកបាទហើយចម្លើយគឺអត់បានទេសារមន្ទីរមិនមែនជាកន្លែងសម្រាប់រស់នៅនោះទេខ្ញុំតរ៉ាច្បាស់មានសំណួរអ្វីផ្សេងទៀតឬទេបាទអរគុណច្រើនបាទកញ្ញាអរគុណច្រើនសម្រាប់ការឆ្លើយនឹងក្បាលនឹងទូរបស់កញ្ញាបាទប៉ុណ្ណឹងហើយបាទកញ្ញាអរគុណច្រើនបាទគឺថាថ្ងៃនេះគឺគោកញ្ញាជីមីណាយបានច្រើនមែនទេបងប្អូនទាំងគ្នាបាទគាត់ឆ្លើយគឺថាដំបងមកគឺថាសំសួនរបស់គាត់តែយូរទៅគាត់មានអារម្មណ៍ថាគាត់វល់របស់គាត់ដែរជាមួយនឹងសំណួរដែលគ្មានចម្លើយរបស់ខ្ញុំទៅកាន់គាត់បាទបងប្អូនទាំងគ្នាជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់បងប្អូនទាំងគ្នាដែលបានទស្សនាកម្មវិធីមិនដឹងជាស្អីនេះបាទគឺតប៉ែរាល់ថ្ងៃតែម្ដងសម្រាប់កម្មវិធីរបស់ខ្ញុំបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទក៏មិនភ្លេចជាមួយនឹងម្ចាស់ឧបត្ថម្ភធម្មតាគឺផ្ទះវិឡាបែបជប៉ុនគឺជាផ្ទះរស់នៅបែបសន្សំសំចៃបងប្អូនទាំងគ្នាដែលមានចំណាប់អារម្មណ៍អាចមកមើលទីតាំងផ្ទាល់បាននៅទីតាំងនៅរាជធានីភ្នំពេញមានគ្រប់សាខាកំបូលសាខាតាមុកសាខាកប់ស្រូវក៏ដូចជានៅសាខា 6A និងទីតាំងផ្សេងទៀតពិសេសក៏មានតាមខេត្តដែរ